អូខេបងប្អូនអញ្ចឹងមុននឹងយើងចូលសាច់រឿងសូមប្រកាសតិចយើងមាន giveaway ថ្ងៃហ្នឹងអ្នកនរនេះចាំអត់កាលពីអាទិត្យមុនណាអាទិត្យមុននេះអាទិត្យ3អាទិត្យមុននៅពេលដែលខ្ញុំ live ខ្ញុំបានប្រាប់ដំណឹងមួយដល់អ្នកនរគ្នាតាក់ទងជាមួយនឹង internet Mekongnet ខ្ញុំបានអ្នកប្រាប់អ្នកនរគ្នាថា internet Mekongnet គឺមាន promotion ការជំនាន់ហ្នឹងបើយើងភ្ជាប់មួយឆ្នាំយើងទទួលបាន free 3ខែមិនត្រឹមតែប៉ុណ្្នឹងទេបានកាមេរ៉ាសុវត្ថិភាព free ទៀតដែលអត់គិតថ្លៃកាលពីពេលហ្នឹងក្រោយមកទៀតខ្ញុំបានទៅនិយាយជាមួយខាង Mekongnet ប្រាប់ថាមានកាដូឲ្យប្រិយមិត្តប្រិយរឿងអត់សុំកាដូខ្លះមកដើម្បីឲ្យគេ free ជាអនុស្សាវរីយ៍ហើយខាង Mekongnet ក៏ say yes គាត់ថាអូខេមានកាដូជូនឲ្យអ្នកដែលចូលរួមក្នុងប្រិយរឿងឲ្យ giveaway ចំនួន5នាក់ហើយសង្ឃឹមថាអាទិត្យក្រោយមួយទៀតអាចបាន5នាក់ផ្សេងទៀតចាំមកទាំងអស់10រង្វាន់តែមួយអាទិត្យយើងប្រកាស5រង្វាន់សិនអញ្ចឹងយប់ហ្នឹងសម្រាប់អ្នកដែលចូលមើលឬក៏ចូល comment មានឱកាសបានកាដូចំនួនម្នាក់មួយឈុតទាំងអស់គឺ5ឈុតដោយ free អត់គិតថ្លៃតែសូមបញ្ជាក់ឲ្យមិនមែនកាដូនោះមិនមែនអ៊ីនធឺណិតទេមិនមែនទេប៉ុន្តែជាអនុស្សាវរីយ៍ពីក្រុមហ៊ុន Mekongnet យើងបានកាដូមួយឈុតគឺចាំថានេះគឺជាអូយកញ្ចប់កាដូពី Mekongnetកញ្ចប់មួយកញ្ចប់ហ្នឹងទាំងអស់គឺមាន5រង្វាន់សម្រាប់អ្នកដែលចូលរួមយប់ហ្នឹងប៉ុន្តែសួរថា5អ្នកហ្នឹងអ្នកណាទីទៀតយើងនឹងប្រាប់ថាតើធ្វើមិនបានកាដូមួយហ្នឹងហើយទីទៀតខ្ញុំប្រាប់ថាក្នុងហ្នឹងមានអីគេខ្លះអូខេទី1គឺមានកដុងទឹកពី Mekongnet កដុងទឹកគឺល្អមែនតើប្រើហើយល្អវាមិនគឺដាក់ទឹកបានលើស24ម៉ោងបើសិនជាយើងមានតកកគឺដាក់តកកយប់ហ្នឹងរហូតដល់យប់ស្អែកតកកហ្នឹងអត់ទាន់បាត់អាលីផងសាកធ្វើតេស្តហើយមានអីគេទៀតមានកាបូបអត់ទាន់ unbox ទេមានកតាបពី Mekongnet ធំអាចយកទៅដាក់កៅអៅក៏បានយកទៅរៀនក៏បានយកទៅណាក៏បានយកទៅ road trip សងព្រេងទៅណាទៀតបោះជំរុំអីបានទាំងអស់មួយចុងក្រោយមួយទៀតគឺរបស់នេះគឺកក់ក្ដៅមែនតើយើងបានខ្នើយពី Mekongnet តុនល្អខាងនេះពណ៌សខាងនេះពណ៌ប្រផេះអូខេអញ្ចឹងយើងមានកាដូចំនួនមួយកាបូបហ្នឹងគឺចំនួន5នាក់មានឱកាសបានសួរថាធ្វើម៉េចបានងាយស្រួលបំផុតហ្មងងាយស្រួលបំផុតយប់ហ្នឹងបន្ទាប់ពីរៀបរាប់រឿងជូនដល់អ្នកទាំងអស់គ្នាហើយនៅចុងវីដេអូហ្នឹងណាមុននឹងយើងលាគ្នាបិទ live ពេលហ្នឹងមានសំណួរសួរមួយសំណួរហ្នឹងស្រួលទេហើយអ្នកនរនេះគឺឆ្លើយបានគ្រប់គ្នាអ្នកដែលមើល live ហ្នឹងឆ្លើយបានគ្រប់គ្នាគ្រាន់តែឆ្លើយសំណួរដែលខ្ញុំសួរនៅពេលចុងវីដេអូហ្នឹងហើយសំណួរប្រកាសជា load នៅក្នុង live ហ្នឹងត្រូវទេខ្ញុំនឹង record វីដេអូហ្នឹងទុកហើយនឹងទៅអង្គុយផ្ទៀងមើលតើអ្នកណាឆ្លើយចម្លើយត្រូវខ្លះហើយអ្នកដែលឆ្លើយចម្លើយត្រូវហ្នឹងខ្ញុំនឹងប្រមូលទុកម្ដុំឥឡូវឧទាហរណ៍ថាអ្នកឆ្លើយមាន100នាក់ខ្ញុំនឹងយក100នាក់ទុកម្ដុំដើម្បីអាទិត្យក្រោយមួយទៀតនៅពេលដែលយើង live ជួបគ្នាម្ដងទៀតខ្ញុំនឹង select ដោយយកម៉ាស៊ីនមក select ដោយម៉ាស៊ីនហ្នឹងអត់រើសអើងទេរត់ lucky draw រត់ចុះរត់ឡើងបានឈ្មោះអ្នកណាយកឈ្មោះអ្នកហ្នឹងអញ្ចឹងបានន័យថានៅពេលដែលឆ្លើយសំណួរហើយអត់ទាន់បានទេណាយើងយកអ្នកដែលឆ្លើយត្រូវហ្នឹងយកមកចាប់មកតង់ទៀតដើម្បីឲ្យបាន5នាក់គឺតែប៉ុណ្្នឹងឯងអញ្ចឹងយប់ហ្នឹងចាំឆ្លើយសំណួរទាំងអស់គ្នាមើលដល់ចប់ហើយចាំពេលអាទិត្យក្រោយយើងមកមើលតើអ្នកណាអ្នកបានរង្វាន់ហើយយើងនឹងប្រកាសឈ្មោះភ្លាមនៅអាទិត្យក្រោយហ្នឹងមកអូខេអញ្ចឹងសំណួរសួរថាអូខេយល់ថាឆ្លើយសំណួរអាទិត្យក្រោយចាប់យកអ្នកដែលឆ្លើយហ្នឹងមក5នាក់ដើម្បីយករង្វាន់ចុះបើសិនជាខ្ញុំអត់បានមើល live ខ្ញុំទោះតែថ្ងៃស្អែកបានខ្ញុំមកមើល live ហើយខ្ញុំឆ្លើយនៅពេលដែល live ហ្នឹងបិទហើយតែខ្ញុំនៅតែឆ្លើយនៅក្នុង comment អញ្ចឹងមានឱកាសមានដូចគ្នាយើងរងចាំរហូតដល់មួយអាទិត្យពេញដើម្បីរើសចំនួន5នាក់ហ្នឹងអូខេ clear ណោះមានសំណួរអីអាចសួរក្រោយទៀតបានឬក៏ចុងវីដេអូយើងនឹងបញ្ជាក់ម្ដងទៀតហើយក៏សួរសំណួរនៅពេលហ្នឹងអត់បានមើលចប់ទេបងឥឡូវហ្នឹងនៅម្នាក់ឯងបាច់មើលចប់ក៏បានដែរចាំឆ្លើយនៅពេលដែលចប់ live ក៏បានស្អែកព្រឹកមកអង្គុយ comment ក៏បានខាន់ស្អែកក៏បានធ្វើម៉េចកុំឲ្យលើសមួយអាទិត្យឬក៏កុំឲ្យលើសពេលប្រៃរឿង live ម្ដងទៀតនៅអាទិត្យក្រោយដោយសារតែដល់មកត្រូវ live ហ្នឹងគឺតិន្ន័យគឺយើងប្រមូលអស់ហើយអញ្ចឹងលែងបានប្រមូលតិន្ន័យថ្មីហើយអូខេអញ្ចឹងយើងចូលសាច់រឿងរបស់យើងអ្នកទាំងអស់គ្នាមើលអស់តែច្អល់បច្ឆេះរហូតអញ្ចេះតុក្កតាមួយនេះឥឡូវចូលសាច់រឿងរបស់យើងណាចូលសាច់រឿងតុក្កតាមួយនេះវាជាតុក្កតាល្បីមួយកាលពី40ឆ្នាំមុនអ្នកទាំងគ្នានៅពេលដែលយើងមើលរឿងព្រឺព្រួយតាក់ទងនឹងរឿងតុក្កតារឿងអីអ្នកទាំងគ្នាប្រកាសជាស្គាល់តុក្កតាមួយដែលឈ្មោះថា Annabelle ទៅទេបាទមួយនេះក៏មិនចាញ់ Annabelle បានដែរប៉ុន្តែតាំងពី Annabelle ចេញមកគាត់នឹងគឺអត់សូវល្បីដោយសារតែ Annabelle ជា superstar ថ្មីនៅក្នុងខ្សែភាពយន្ត Hollywood ចឹងទៅក៏ធ្វើឲ្យគាត់នឹងរៀងបាត់ឈ្មោះទៅប៉ុន្តែគាត់ក៏មានរឿងព្រឺព្រួយដូច Annabelle ដូចគ្នា
ហើយតុក្កតាហ្នឹងបើសិនជាយើងនិយាយជាភាសាអង់គ្លេសគេហៅថា Robert the Doll តុក្កតាឈ្មោះ Robert ដោយបានបញ្ជាក់អញ្ចឹងគឺជាតុក្កតាមួយដែលល្បីកាលពីជំនាន់មុនទាក់ទងនឹងរឿងរ៉ាវព្រឺព្រួចហើយនៅអាមេរិករឿងហ្នឹងកាលនៅអាមេរិកមនុស្សកាលពីជំនាន់មុនអ្នកណាក៏និយាយពីវាដែរឲ្យតែនិយាយទាក់ទងនឹងរឿងតុក្កតាដែលព្រឺព្រួចគឺអត់ដែលភ្លេចទេជាមួយនឹង Robert the Doll ហើយសំណួរសួរថា Robert the Doll ហ្នឹងរាល់ថ្ងៃនៅណានៅទល់រាល់ថ្ងៃហ្នឹងចាំទៀតនឹងប្រាប់នៅtrongវីដេអូតើរាល់ថ្ងៃហ្នឹងគេទុកនៅណាដោយសារតែនៅពេលដែលយើងរៀបរាប់ទៅខ្ញុំនឹងប្រាប់ចំណុចហ្នឹងដូចគ្នាបើនិយាយពីបុគ្គលិកលក្ខណៈរបស់តុក្កតា Robert នេះវិញគឺគាត់មានកម្ពស់90 សង់ទីម៉ែត្របានណាជិត1ម៉ែត្រខ្ពស់ដែរជិត1ម៉ែត្រហើយគាត់មានកៅអៅពាក់ដែលគេដេមកស្រាប់ហើយដែលសំខាន់ចំណុចពិសេសរបស់តុក្កតាហ្នឹងគឺថាបើយើងមើលកាន់តែយូរទៅសញ្ចឹងមើលកាន់តែយូរទៅមានអារម្មណ៍ថាកាន់តែខ្លាចទៅដោយសារកាន់តែមើលទៅមានអារម្មណ៍មុខស្រៀងមនុស្សទៅជាការពិតណាដោយសារតែមានភ្នែកមានមាត់មានអីទៅហើយយើងអាចជាការសម័យរបស់យើងទូទៅដែរប៉ុន្តែនេះគឺជាអ្វីដែលគេរៀបរាប់នៅក្នុងឯកសារគេប្រាប់ថាវាគួរឲ្យខ្លាចហើយនៅពេលដែលយើងមើលទៅគឺកាន់តែគួរឲ្យខ្លាចទៅជាពិសេសតុក្កតាហ្នឹងដូចអត់ញញឹមទេប៉ុន្តែនៅពេលដែលយើងមើលយូរទៅមានអារម្មណ៍ថាញឹមទៅហើយភ្នែករបស់តុក្កតាហ្នឹងគឺមានពណ៌ខ្មៅដូចមនុស្សទូទៅដែរយើងនិយាយពីម្ចាស់ម្ដងនេះគឺជាម្ចាស់តុក្កតាមួយហ្នឹងគាត់ចាស់ហើយត្រូវទេគាត់ឈ្មោះថា Robert Eugene Otto គាត់គឺជាសិល្បករផ្នែកគំនូរម្នាក់ឃើញគំនូរលើអញ្ចឹងហ្នឹងគឺគាត់អ្នកគូរគាត់គឺជាវិចិត្រករល្បីម្នាក់មកពីរដ្ឋ Florida មកពីតំបន់មួយដែលឈ្មោះថា Key West មកពីតំបន់មួយឈ្មោះថា Key West នៅរដ្ឋ Florida ហើយផ្ទះគាត់នៅរងថ្ងៃហ្នឹងក៏នៅសល់នៅក្នុង Florida រងថ្ងៃហ្នឹងដែរកាលពីជំនាន់ហ្នឹងមិនត្រឹមតែគាត់ជាម្ចាស់តុក្កតាហ្នឹងទេខ្លួនគាត់ផ្ទាល់ហ្នឹងក៏ល្បីដែរតុក្កតាគាត់ក៏ល្បីគាត់ខ្លួនឯងក៏ល្បីដោយសារតែគាត់ជាវិចិត្រករដ៏ល្បីមួយរូបនៅ Florida កាលពីជំនាន់ហ្នឹងអញ្ចឹងដើម្បីមកដល់ចំណុចគាត់មានតុក្កតាដែលព្រឺព្រួយហ្នឹងថាតើកាលពីមុនគាត់ជួបរឿងរ៉ាវគេខ្លះហើយគាត់បានតុក្កតាហ្នឹងមកពីណាជីវិតគាត់ពីមុនគឺបើយើងបកទៅអតីតកាលបកទៅអាយុខ្លាំងហ្មងគឺឆ្នាំ1900គត់សតវត្សទី20 1900គត់ហ្មង1900គត់ហ្នឹងហ្មងគឺជាពេលវេលាមួយដែលគាត់ចាប់កំណើតគាត់កើតនៅឆ្នាំ1900គត់យើងបើកវងកញ្ចក់តិចបន្ថែមចំណេះដឹងទូទៅបន្តិចអ្នកនរគ្នាមានដឹងបន្ទាប់ពីឆ្នាំ1900គត់12ឆ្នាំក្រោយគឺមានព្រឹត្តិការណ៍មួយទាំងព្រឹត្តិការណ៍គេ12ឆ្នាំក្រោយគឺកប៉ាល់ទីតានិកលិច12ឆ្នាំក្រោយចុះសួរថា11ឆ្នាំក្រោយគឺអីគេមុនកប៉ាល់ទីតានិកលិចមួយឆ្នាំគឺអីគេគឺមានព្រឹត្តិការណ៍មួយគឺស្ដេចចិនចុងក្រោយគេបង្អស់ត្រូវបានផ្ដួលរលំស្ដេចចិនចុងក្រោយគេអស់អញ្ចឹងក្នុងសតវត្សទី20ឬក៏ដើមហ្នឹងគឺមានព្រឹត្តិការណ៍ច្រើនមែនទែនកើតឡើងបែបប្រវត្តិសាស្ត្រហើយក្នុងចំណោមហ្នឹងមានព្រឹត្តិការណ៍ធំគឺកប៉ាល់ទីតានិកមួយនិងការផ្ដួលរលំស្ដេចចិនមួយបកទៅក្រោយវិញគឺបរមម្នាក់គាត់កើតហើយក៏គាត់ពំនាំនៅរឿងព្រឺព្រួយតែដល់តុក្កតាមកដែរអូខេចំពោះជីវិតរបស់គាត់វិញគឺគាត់កើតនៅក្នុងគ្រួសារដែលមានទ្រព្យស្ដុកស្ដំមួយហើយឪពុកម្ដាយរបស់គាត់ហ្នឹងគឺរកស៊ីផ្នែកអចលនទ្រព្យហើយក្នុងចំណោមអចលនទ្រព្យទាំងអស់គឺមានផ្ទះមួយដែលរងថ្ងៃគេហៅថា The Artist House គឺជាផ្ទះរបស់គាត់កាលពីជំនាន់មុនហើយផ្ទះ The Artist House ហ្នឹងគឺមានមកទល់រងថ្ងៃនៅតំបន់ Key West នៅរដ្ឋ Florida អ្នកណាដែលកំពុងទៅអាមេរិកឬក៏នៅរដ្ឋ Florida ប្រហែលជាធ្លាប់ឃើញផ្ទះមួយនឹងផ្ទះមួយនឹងស្អាតចាំទៀតនឹងផាញតាមក្រោយកុមារភាពរបស់គាត់បើតាមដែលគាត់ចាំគឺថាកាលពីគាត់អាយុ4ឆ្នាំដោយបានបញ្ជាក់អញ្ចឹងគឺគាត់កើតនៅក្នុងគ្រួសារដែលមានស្តុកស្ដំទៅអញ្ចឹងទៅកាលពីគាត់អាយុ4ឆ្នាំគឺគាត់មានអ្នកបម្រើឬក៏គេហៅថាអ្នកមើលថែក្នុងផ្ទះគាត់ហ្នឹងស្រាប់តែឲ្យតុក្កតាគាត់មួយគឺតុក្កតាដែលខ្ញុំបង្ហាញមិញហ្នឹងឯងឲ្យទៅគាត់ឲ្យតុក្កតាទៅគាត់ទៅជាកាដូគោរពខួប4ឆ្នាំណេះយកកាដូមួយអ្នកបម្រើឲ្យតុក្កតាហ្នឹងមួយទៅគាត់ឃើញតុក្កតាហ្នឹងគាត់ក៏ស្រឡាញ់តុក្កតាហ្នឹងហើយគាត់ក៏ដាក់ឈ្មោះតុក្កតាហ្នឹងថា Robert ដែលជាឈ្មោះរបស់គាត់ផ្ទាល់ខ្លួនឯងឈ្មោះ Robert តុក្កតាដែលអ្នកបម្រើគាត់ឲ្យហ្នឹងគឺដាក់ឈ្មោះ Robert ដូចគ្នាអញ្ចឹងហើយជាមូលហេតុដែលគេឲ្យតុក្កតាហ្នឹងឈ្មោះថា Robert the Doll មូលហេតុគឺដោយសារតែឈ្មោះ Robert ហ្នឹងគឺចេញមកពីម្ចាស់តុក្កតាហ្នឹងឯងនេះលោក Robert ក្រោយមកទៀតលោក Robert ហ្នឹងគាត់ធំពេញវ័យគាត់ក៏ចាប់ដើមចូលសាកលវិទ្យាល័យនៅពេលដែលគាត់ចូលសាកលវិទ្យាល័យហ្នឹងគាត់ក៏ទៅចាប់ជំនាញផ្នែកសិល្បៈប៉ុន្តែគាត់បានរៀននៅ Florida ទេគឺគាត់ទៅរៀននៅ Chicago ហើយសាលាដែលគាត់រៀនហ្នឹងគឺឈ្មោះថា Art Students League នៅហ្នឹងហើយតាមប្រភពមួយចំនួនគាត់គេប្រាប់ថាគាត់គឺជាសិស្សម្នាក់ដែលដូរសាលារហូតគាត់ចេញពី Chicago ទៅបន្តរៀននៅ New York ទៀតហើយរហូតដល់ថ្នាក់ទៅរៀនតនៅប្រទេសបារាំងទៀតអញ្ចឹងបានថាចំណេះដឹងផ្នែកសិល្បៈរបស់គាត់ហ្នឹងគឺជ្រៅជ្រះខ្លាំងហើយគាត់ក៏ងប់ងល់ជាមួយនឹងសិល្បៈរបស់គាត់ដែរក្រោយមកទៀតគាត់ក៏បានទៅជួបនឹងនារីម្នាក់ហើយក៏បានចាប់ចិត្តស្រឡាញ់គ្នាហើយក៏រៀបការនឹងគ្នារូបភាពនេះគឺជារូបភាពដែលគាត់រៀបការនឹងគ្នា
ដោយប្រពន្ធរបស់គាត់ឈ្មោះ Ann Parker ឈ្មោះដូច Spider-Man គឺគាត់បានរៀបការជាមួយប្រពន្ធគាត់នៅឆ្នាំ1930នៅពេលដែលរៀបការមួយគ្នាហើយគាត់ក៏បានត្រឡប់មក Florida វិញមកនៅតំបន់មួយដែលឈ្មោះថា Key West ដូចដើមវិញនៅផ្ទះកំណើតរបស់គាត់បន្ទាប់ពីរៀនចប់ហើយគាត់គឺជាមនុស្សម្នាក់ដែលមានទេពកោសល្យខ្លាំងមែនទែនផ្នែកសិល្បៈស្របពេលនឹងដែរគាត់ក៏ជាមនុស្សដែលងប់ងល់ជាមួយនឹងតុក្កតាដែលគាត់ទទួលបានពីក្មេងអញ្ចឹងបានន័យថានៅពេលដែលគាត់ធំពេញវ័យគាត់ទៅបន្តការសិក្សារបស់គាត់នៅសាកលវិទ្យាល័យនៅពេលដែលបន្តការសិក្សានឹងគាត់បានយកតុក្កតាទៅជាមួយទេតុក្កតានៅផ្ទះឡើយស្រាប់តែរៀបការអីហើយមកវិញតុក្កតានៅផ្ទះដដែលគាត់ក៏កាន់តែស្រឡាញ់តុក្កតាទេវាថាដូចរបស់យើងຕົកយូរឆ្នាំមិននឹកស្មានថាវាអត់បាត់ទៅណាអញ្ចឹងគាត់ស្រឡាញ់ងប់ងល់ជាមួយតុក្កតាហ្នឹងប៉ុន្តែប្រពន្ធរបស់គាត់ដែលឈ្មោះ Parker ហ្នឹងអត់ចូលចិត្តតុក្កតាហ្នឹងឯងគាត់ថាតុក្កតាហ្នឹងគួរឲ្យខ្លាចអត់ហ៊ានទាំងមើលផងប៉ុន្តែពេលក៏ប្តីគាត់ចូលចិត្តប្រពន្ធគាត់អត់ចូលចិត្តទេតែយ៉ាងណាក៏ដោយក្នុងនាមជាប្តីប្រពន្ធទោះបីជាប្រពន្ធអត់ចូលចិត្តតែប្តីចូលចិត្តហើយណាមួយវាគ្រាន់តែជាតុក្កតាមានអីធ្ងន់ធ្ងរគោចូលចិត្តក៏ចូលចិត្តតុកក៏តុកហើយក៏យកតុក្កតាហ្នឹងទៅទុកនៅជាន់ខាងលើនៅលើផ្ទះធម្មតានៅស្រុកគេខុសពីអាស៊ីយើងនៅស្រុកគេភាគច្រើនគឺកន្លែងដំបូលហ្នឹងគឺគេជាឃ្លាំងដាក់អីវ៉ាន់ឬក៏ជាបន្ទប់គេងទូចមួយដែលគេអាចគេងបានអាស្រ័យថាតើយើងចង់ទុកអាបន្ទប់លើហ្នឹងទុកធ្វើអីបើសិនជាអ្នកនរគ្នាអាសាមើលរឿងអាមេរិកគឺនៅជាន់ខាងលើដំបូលហ្នឹងគឺយើងអាចតចដាលឡើងទៅលើហ្នឹងបានឬក៏ទុកសម្ភារៈលើហ្នឹងបានតុក្កតាហ្នឹងគឺជាតុក្កតាដែលគេយកទុកលើហ្នឹងទុកចោលលើហ្នឹងថ្ងៃណាដែលប្តីចង់លេងតុក្កតាហ្នឹងគឺយកចុះមកវិញទៅចុះឡើងអញ្ចឹងទៅមានអារម្មណ៍ថាដូចបង្ហាញតែរូបប្តីរហូតដែរផែនទុកណាអូខេអញ្ចឹងដូចបញ្ជាក់មុនហ្នឹងអញ្ចឹងបន្ទាប់ពីរៀបការហើយនៅជាមួយប្រពន្ធប្តីហ្នឹងក៏ងប់ងល់ជាមួយនឹងតុក្កតាមួយហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃចាត់តុក្កតាហ្នឹងដូចជាសមាជិករបស់ខ្លួនឯងអញ្ចឹងប៉ុន្តែយូរទៅចាប់ផ្ដើមមានរឿងចម្លែកកើតឡើងតាក់ទងតុក្កតាមួយហ្នឹងសំណួរសួរថាប្រកាសណាត្រូវទេប្រកាសជាមានភ្ញៀវមកលេងផ្ទះឃើញតុក្កតាហ្នឹងកើតអីត្រូវអត់ Nope អ្នកដែលចាប់អារម្មណ៍មុនគេថាតុក្កតានឹងដែលកើតអីហ្នឹងនឹងណាគេអត់ម្ចាស់ខ្លួនឯងផ្ទាល់លោកតាមិញអ្នកវិចិត្រករគំនូមិញហ្នឹងគាត់ឈ្មោះ Robert ហ្នឹងគាត់ខ្លួនឯងដែលងប់ងល់ជាមួយតុក្កតាហ្នឹងគាត់ក៏ចាប់អារម្មណ៍ថាតុក្កតារបស់ខ្លួនឯងដែលចាប់ដែលចូលចិត្តខ្លាំងហ្នឹងដូចមានអារម្មណ៍ថាចម្លែកគាត់មានអារម្មណ៍ថាតុក្កតាហ្នឹងដូចនៅរស់មិនដូចមានជីវិតមិនឬក៏ស្រឡាញ់ពេកទៅគិតខ្លួនឯងក៏មិនដឹងប៉ុន្តែក៏យកដំណឹងទៅប្រាប់ប្រពន្ធខ្លួនឯងថាអូនណាមានអារម្មណ៍ថាតុក្កតាដូចចម្លែកមែនពេលខ្លះមានអារម្មណ៍ថាវាដូចមានជីវិតមិនតែមិនអីទេបែរជាគិតច្រើនខ្លួនឯងហើយប្រពន្ធក៏ធ្វើហីចឹងទៅតែក៏ចាប់ដើមកត់សម្គាល់ថាប្តីឯងតិចនិយាយមែនទៅឬក៏គាត់សម័យទេហ្នឹងដូចជាមិនស្រួលហើយចាប់ពេលហ្នឹងមកក៏ស្វែងចិត្តថាអូខេឈប់យកមកដាក់ក្រោមហើយយកទុកលើរហូតហ្មងទៅបាច់យកមកក្រោមទៀតទេក៏យកតុក្កតាហ្នឹងទៅដាក់នៅខាងលើផ្ទះម្ដងទុកចោលដូចជាយើងទុកអីវ៉ាន់ចោលផ្សេងទុកចោលលើហ្នឹងទៅធ្លាប់តែស្រឡាញ់វាតែក្រោយមកមានអារម្មណ៍ថាចម្លែកក៏អូខេទុកចោលហ្មងទៅចាប់ពីពេលហ្នឹងមកសមាជិកដែលនៅក្នុងផ្ទះក៏នៅជុំគ្នាសុខសប្បាយចេញទៅធ្វើការមកពីធ្វើការវិញញ៉ាំបាយជុំគ្នាថ្ងៃសៅរ៍អាទិត្យសម្អាតផ្ទះអ្នកបម្រើក៏នៅក្នុងនឹងដដែលអ្វីសពដងគឺកាត់ឡើងដដែលអត់តែតុក្កតានឹងមួយសេបតែមានថ្ងៃមួយអស់ពីRobert ផ្ទាល់ដែលជាម្ចាស់តុក្កតានឹងចាប់អារម្មណ៍ចាប់ដល់សមាជិកផ្សេងចាប់អារម្មណ៍ម្ដងព្រោះថាសេបតែនៅសុកនៅផ្ទះសុកនៅពេលដែលអត់មានអ្នកណានៅជាន់ខាងលើកន្លែងដាក់អីវ៉ាន់ហ្នឹងឮសំឡេងមានគេសើចនៅលើហ្នឹងមានសំឡេងគេសើចនៅលើកន្លែងដាក់អីវ៉ាន់ហ្នឹងស្របពេលដែលកន្លែងដាក់អីវ៉ាន់ហ្នឹងអត់មានអ្នកណាងាយឡើងទៅហើយមានតែតុក្កតាហ្នឹងដែលនៅលើហ្នឹងនៅពេលដែលឮសើចចឹងក៏ចាប់អារម្មណ៍នៅសំដីរបស់ម្ចាស់តុក្កតាថាមានអារម្មណ៍ថាតុក្កតាដូចចម្លែកនៅរស់មិនក៏នងនេះចាប់អារម្មណ៍រឿងហ្នឹងក៏នងនេះភ័យរឿងខ្លួនសំឡេងសើចដែលឮទាំងអស់គ្នាមិញហ្នឹងសំឡេងណាគេក៏ព្យាយាមបន្លំទៀតថាសង្ស័យថាអ្នកចិត្តខាងគេនិយាយគ្នាលឺទៅលឺដល់យើងក៏តែដឹងអាចដែរក៏នងគ្នាហីទៅពីពេលមួយទៅពេលមួយចាប់ដើមលឺអេផ្លេកសំឡេងអេផ្លៃទៀតហើយគឺចាប់ដើមលឺសំឡេងមនុស្សដើមម្ដងនៅខាងលើលើកនេះច្បាស់ហ្មងមុននឹងលឺសំឡេងសើចប្រហែលជាលឺសំឡេងអ្នកផ្សេងសើចនៅពេលដែលលឺសំឡេងមនុស្សដើមម្ដងគឺចាប់អារម្មណ៍ទាំងអស់គ្នាទាំងអ្នកសម្អាតនៅក្នុងផ្ទះទាំងឪពុកម្ដាយរបស់ Robert គឺលឺទាំងអស់គ្នាក៏ចាប់ដើមភ័យប៉ុន្តែមិនដឹងថាធ្វើម៉េចក៏មានតែបដ ாய் ទុំចឹងក្រោយមកដំណឹងមួយហ្នឹងក៏លេចលឺទៅខាងក្រៅមូលហេតុដែលលេចលឺគឺដោយសារតែសមាជិកគ្រួសារមានច្រើនទៅហើយក្នុងចំណោមហ្នឹងក៏មានអ្នកធ្វើការនៅក្នុងហ្នឹងដែរដូចជាអ្នកមើលថែទាំផ្ទះហ្នឹងអ្នកមើលថែសួនច្បារអ្នកសម្អាតអ្នកអីហ្នឹងគឺគាត់ធ្វើការក្នុងហ្នឹងគាត់យកដំណឹងទៅលេចលឺដល់ខាងក្រៅក៏លេចលឺដល់អ្នកដែលនៅជិតខាងហ្នឹងក៏នាំគ្នាចាប់អារម្មណ៍ទៅលើតុក្កតាដែលនៅក្នុងផ្ទះហ្នឹងប៉ុន្តែក៏អត់មានអ្នកកសែតអ្នកអីរត់ដល់ថ្នាក់ទៅយកព័ត៌មានយកអីទេមិនដល់ថ្នាក់ហ្នឹងទេគ្រាន់តែថាលឺពីមាត់មួយទៅមាត់មួយអញ្ចឹងណាយូរទៅកាន់តែធ្ងន់ទៅដោយសារអីនៅពេលដែលសមាជិកគ្រួសារហ្នឹងអត់នៅផ្ទះហើយត្រឡប់មកផ្ទះវិញពេលខ្លះឃើញរបស់បរិយាទៅប៉ាយពេញហ្នឹងមកវាមានករណីពីរទី1អាចជាពុទ្ធហេតុចម្លែកតកតនតុក្កតាហ្នឹងគេថាបានអត់ដឹងទី2មានតែចោលចូលផ្ទះប៉ុន្តែអត់មានបាត់អីទេអញ្ចឹងមកដល់ចំណុចនេះយើងអាចសន្និដ្ឋានបានថាគេលោចោលចូលផ្ទះក៏ថាបានចំណន់ហ្នឹងនេះជាអ្វីដែលគេសរសេរក្នុងឯកសារខ្ញុំអានហើយខ្ញុំយកមកចែកម្លែកជូនដល់អ្នកនរគ្នារូបមួយនេះគឺជារូប
គេថតសារឡើងវិញនិយាយពីតុក្កតាមួយហ្នឹងដោយសារតែរឿងដែលខ្ញុំរៀបរាប់ថ្ងៃហ្នឹងក៏គេមានជាលក្ខណៈភាពយន្តឯកសារដែរអ្នកនរអាចទៅរកមើលនៅក្នុងអ៊ីនធឺណិតដោយខ្លួនឯងបានប៉ុន្តែសួរថាមើល free ឬក៏អត់បង់លុយអត់អ្នកនរអាចទៅសិក្សាដោយខ្លួនឯងបានគ្រាន់តែដឹងថាវាមានក៏វាយពាក្យថា Robert the Door ទៅគឺចេញហើយអូខេចូលសាច់រឿងយើងវិញក្រោយមកទៀតអ្នកផ្ទះហ្នឹងឪពុកម្ដាយរបស់ Robert ហ្នឹងក៏បានផ្ទេរផ្ទះមួយហ្នឹងឲ្យ Robert នៅហ្មងដូចថាអូខេកូនម៉ែអត្រែតអស់ហើយអញ្ចឹងមិនមកផ្ទះហ្នឹងយកហ្មងទៅក៏ផ្ទេរឲ្យ Robert ដែលជាម្ចាស់តុក្កតាហ្នឹង Robert ដែលជាវិចិត្រករម្នាក់គាត់ក៏រីករាយក្នុងការទទួលផ្ទះហ្នឹងហើយក៏យកផ្ទះហ្នឹងក្លាយជា Art Studio បានថាជាបន្ទប់ Studio មួយដែលគាត់សិក្សាពីគំនូររបស់គាត់ដែលគាត់គូគំនូរដែលគាត់ដាក់តាំងពីពណ៌គំនូរគាត់អាចមានមិត្តភ័ក្តិណាមកចូលលេងផ្ទះគាត់អាចមើលគំនូរគាត់បានអីចឹងជាដើមក៏គាត់កាយកូនផ្ទះគាត់ទៅជាកន្លែងមួយដែលពោពេញទៅដោយសិល្បៈអញ្ចឹងផ្ទះហ្នឹងគឺស្អាតមែនទែនហើយទីនេះខ្ញុំបង្ហាញផ្ទះហ្នឹងឲ្យមើលតាមក្រោយហើយ Robert ដែលជាតុក្កតាហ្នឹងក៏នៅតែជាសមាជិកនៅក្នុងផ្ទះហ្នឹងដដែលគឺគេនៅតែຕົកដដែលស្រាប់តែមានថ្ងៃមួយអ្នកចិត្តខាងមកគោះទ្វារផ្ទះហ្នឹងមកលេងគេថាកនូស្អាតណាស់អីណែតែក៏មានរឿងចង់ជជែកដែរអ្នកចិត្តខាងគោះទ្វារមកតឮថាបើក studio រូបថតអីរូបគំនូរអីចង់មើលតិចបានទេហើយក៏មានរឿងភាសាដែរមើលចុះមើលឡើងប្រាប់និយាយថាយើងនៅផ្ទះចិត្តគ្នាទៅហើយពេលខ្លះខ្ញុំឡើងទៅជន់លើផ្ទះខ្ញុំក៏លេចមកមើលផ្ទះលោកឯងខ្ញុំឃើញតុក្កតាលោកឯងងាកមកមើលខ្ញុំតាមប្អួយអ្នកចិត្តខាងមកប្រាប់ស្រែកបាត់ហើយសួរថាតុក្កតាមាននៅលើហ្នឹងមែននៅលើហ្នឹងមែនហើយហេតុអីបានអ្នកចិត្តខាងងាកទៅឃើញតុក្កតាហ្នឹងមើលតាមប្អួយទៅអ្នកចិត្តខាងហ្នឹងអូប្រហែលជានៅពេលដែលយកតុក្កតាហ្នឹងដាក់វាចែកដល់វាបែរមុខទៅប្អួយហ្នឹងទៅថាបានអ្នកចិត្តខាងក៏គេបន្តទៀតថាហ្នឹងហើយតែឥឡូវហ្នឹងវាលែងងាកហើយក្រោយមកទៀតក៏ឃើញតុក្កតាហ្នឹងវាដើរកាត់ពីប្អួយមួយទៅប្អួយមួយមិនដឹងថាមនុស្សកាន់វាដើរឬក៏វាដើរខ្លួនឯងម្ចាស់លឺអញ្ចឹងស្ងាត់ស្លាំងកាំងមកដល់ថានិយាយលេងនិយាយមែនបំភ័យខ្ញុំទៅដឹងអត់ទេខ្ញុំនិយាយមែនអញ្ចឹងបានន័យថាអ្នកចិត្តខាងគេអត់ដឹងថាតុក្កតានៅជន់លើនឹងទេស្រាប់តែថ្ងៃមួយឃើញតុក្កតានឹងងាកទៅមើលអ្នកចិត្តខាងតាមប្អួយពីលើនឹងមកមិនធំតែប៉ុណ្្នឹងទេពេលខ្លះឃើញតុក្កតាដើរពីប្អួយមួយទៅកាត់តាមប្អួយមួយទៀតហើយក៏អ្នកចិត្តខាងយករឿងហ្នឹងមកប្រាប់អ្នកផ្ទះហ្នឹងក៏ផ្អើលទាំងអស់គ្នាទៅរឿងដល់ចំណុចហ្នឹងហើយគឺរឿងហ្នឹងគឺល្បីខ្លាំងមែនទែនចាប់ពីពេលហ្នឹងមកពីមាត់មួយទៅមាត់មួយប៉ុន្តែចាប់ពីថ្ងៃតែប្រាប់ថាតុក្កតាដើរពីផ្ទះមួយដើរពីប្អួយមួយទៅប្អួយមួយហ្នឹងគឺលែងមានអីចម្លែកទៀតហើយសំបកទៅក្រោយបន្តិចសំណួរសួរថាបានតុក្កតាហ្នឹងមកពីណាវិញពីដើមមកពីណាវិញដឹងតែអ្នកបម្រើឲ្យទៅចុះមុននឹងអ្នកបម្រើបានហ្នឹងបានមកពីណានេះគឺជារូបមែនតែនចង់បញ្ជាក់មែនតែនដែលគេថតមិនមែនធ្វើដើម្បីយកមកតាំងមកតង់ទៀតទេណាមែនតែនទាំងកៅអៅទាំងសាច់កណាត់ទាំងអីទាំងក្របភ្នែកទាំងអីហ្នឹងគឺមែនតែន original បន្សល់ទុកតាំងពី700ឆ្នាំមុន700បាត់អីហ្នឹងដូចជា100ហ្នឹងហើយលើស100ហើយបើតាមការសិក្សាស្រាវជ្រាវគេរកឃើញថាតុក្កតាហ្នឹងគឺមកពីប្រទេសអាល្លឺម៉ង់តុក្កតាហ្នឹងគឺមកពីប្រទេសអាល្លឺម៉ង់ដែលផលិតឡើងដោយក្រុមហ៊ុនមួយដែលមានឈ្មោះថា Steve Company ក្រុមហ៊ុនហ្នឹងគឺឈ្មោះថា Steve នៅប្រទេសអាល្លឺម៉ង់ហើយគេសង្ស័យថាអ្នកបម្រើហ្នឹងគឺបានតុក្កតាហ្នឹងពីប្រទេសអាល្លឺម៉ង់មកប៉ុន្តែសំណួរសួរថាតើអ្នកបម្រើពិតជាបានតុក្កតាហ្នឹងមកពីប្រទេសអាល្លឺម៉ង់មែនឬក៏អត់ដឹងដូចគ្នាព្រោះថាតុក្កតាកាលពីជំនាន់ហ្នឹងក៏មិនមែនថោកដែរហើយគេរកឃើញថាតុក្កតាហ្នឹងតាមពិតទៅគឺជា collection មួយដែលគេដាក់តាំងនៅតាមកញ្ចក់អញ្ចឹងបានន័យថាឧទាហរណ៍មានកន្លែងលក់សម្ភារៈក្មេងលេងតុក្កតាហ្នឹងនឹងអត់នៅក្នុងធ្នើដែលគេលក់សម្ភារៈក្មេងលេងទូទៅប៉ុន្តែវាជា collection ពិសេសមួយនៅមុខកញ្ចក់ដែលគេតាំងឲ្យភ្ញៀវដើរកាត់ទៅឃើញចូលទៅដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវអញ្ចឹងទៅអញ្ចឹងតុក្កតាហ្នឹងវាហាក់បីដូចជាមិនមានតម្លៃថោកទេតើអ្នកបម្រើក្នុងផ្ទះហ្នឹងពិតជាហ៊ានចំណាយលុយដើម្បីទិញជាកាដូឲ្យ Robert មែនឬក៏អត់មានចម្លើយដូចគ្នាអូខេនេះគឺជា Art Studio ដែលខ្ញុំប្រាប់មិញគឺជាផ្ទះដែលអ្នកចិត្តខាងឃើញ Robert តាមប្អួយកញ្ចក់ឃើញប្អួយកញ្ចក់នៅជាន់លើគឺផ្ទះមួយហ្នឹងហើយ Robert ដើរកាត់ពីប្អួយមួយទៅប្អួយមួយហើយអ្នកចិត្តខាងដែលនៅក្បែរហ្នឹងងាកទៅឃើញគឺផ្ទះមួយហ្នឹងសំណួរសួរទៀតពូព្រៃរឿងអីផ្ទះមួយហ្នឹងគឺនៅទល់រហងៃមានទល់រហងៃមានហើយជា color ហ្មងនេះរូបភាពជាសក់ម៉ៅទីនេះនឹងបង្ហាញឲ្យមើលសំណួរសួរថាផ្ទះហ្នឹងនៅណាដោយបានបញ្ជាក់មុនហ្នឹងអញ្ចឹងគឺនៅតំបន់មួយដែលមានឈ្មោះថា Key West នៅរដ្ឋ Florida ដែលគេដាក់ឈ្មោះថា The Artist House បើសិនជាអ្នកទាំងអស់គ្នាចូលទៅក្នុង Google Map វាយពាក្យថា The Artist House នៅក្នុង Map Florida នឹងឃើញផ្ទះមួយហ្នឹងឥឡូវយើងចូលទៅមើលផ្ទះហ្នឹងមិនចូលទៅមើលយើងដើរកាត់ផ្ទះហ្នឹងទាំងអស់គ្នាតាមរយៈ Google Map ចាំមួយផ្លែតអូខេបង្ហាញរូបឲ្យមើលសិនwait ត្រូវតាអូខេទាំងអស់គ្នាបាច់ឃើញមុខខ្ញុំមើលទៅ map ទៅបានណានេះគឺជា map នៅក្នុងរដ្ឋ Florida បើយើង zoom ចេញទៅក្រៅអូណោះនៅក្រោមចូលទៅក្នុងវិញ zoom ចូលទៅក្នុងនេះតំបន់មួយនេះតម្លាក់មនុស្សចូលទៅឈរមុខផ្ទះហ្នឹងហ្មងញ៉ាច់នេះគឺជាទឹកដី
នៅតំបន់ Key West ឥឡូវហ្នឹងបច្ចុប្បន្នហ្នឹងក្នុងនេះដាក់ឆ្នាំ2019អញ្ចឹងបានថា2025ក៏មិនខុសនេះឆ្ងាយប៉ុន្មានដែរនេះគឺផ្ទះមួយនេះត្រង់ត្រីគឺនៅដូចដើមផ្ទះមួយហ្នឹងហើយអ្នកចិត្តខាងគឺផ្ទះមួយនេះដែលឃើញ Robert ដើរកាត់រួចនេះងាកទៅអ្នកណាដើរកាត់ដោយសារនេះជាដបផ្ទះគេដែរដែលគេអាចមើលឃើញមកបានខាងនេះមានប្អួយដែលអាចមើលមកបានដោយសារតែបន្ទប់ខាងលើនេះគឺគេຕົកដើម្បីដាក់អីវ៉ាន់អញ្ចឹងសរុបមកវិញគឺផ្ទះមួយនេះគឺជាផ្ទះដែលតុក្កតាធ្លាប់យកគេយកទៅដាក់នៅលើហ្នឹងហើយរហងៃម្ចាស់ថ្មីណាម្ចាស់ចាស់នៅហើយស្អាតមានដើមថ្នោតមិនមែនដើមថ្នោតទេដើមស្លាមានដើមដូងប្រភេទទូចមានសួនមានអីតែហ្នឹងស្អាតមែនតើអញ្ចឹងសម្រាប់អ្នកដែលនៅរដ្ឋ Florida បើសិនជាទៅនេះអាចជិះកាត់បានហើយយ៉ាងណាក៏យើងបានដឹងថាផ្ទះហ្នឹងមានរឿងអីកាត់ឡើងពីមុនអញ្ចឹងណាអូខេយើងបិទ map វិញអញ្ចឹងក្រោយមកទៀតនៅឆ្នាំ1974ឆ្នាំ74ស្រាប់តែម្ចាស់ដែលជាម្ចាស់តុក្កតាហ្នឹងគាត់ឈ្មោះ Robert ហ្នឹងគាត់បានលាចាកលោកហើយក៏គាត់តុក្កតាហ្នឹងចោលហើយក្រោយមកផ្ទះហ្នឹងក៏ត្រូវបានលក់ឲ្យអ្នកផ្សេងផ្ទះដែលខ្ញុំបង្ហាញមិញហ្នឹងគឺលក់ឲ្យអ្នកផ្សេងហើយអ្នកផ្សេងក៏ចូលទៅនៅមកគ្រួសារទៅប៉ុន្តែនៅពេលដែលលក់ផ្ទះហ្នឹងឲ្យគេហ្នឹងណាតុក្កតានៅផ្ទះនៅក្នុងហ្នឹងទៅតែអត់មានយកចេញហើយអ្នកទៅទិញហ្នឹងគឺអត់ដឹងថាតុក្កតាហ្នឹងកើតអីទេអត់ដឹងទេស្រាប់តែកូនរបស់ម្ចាស់ផ្ទះថ្មីហ្នឹងប្រាប់ប៉ាម៉ាក់ថាម៉ាក់អើយយប់ឡើងខ្ញុំឃើញតុក្កតាដើរយប់ឡើងឃើញតុក្កតាដើរហើយម្នាក់ក៏ទៅស៊ើបមើលថាតុក្កតាដើរមែនឬក៏អត់ហើយម្ចាស់ផ្ទះពីមុនមិនបានតុក្កតានឹងចោលអីចឹងចូលឡើងបានដឹងរឿងតែខ្ញុំប្រាប់រៀបរាប់មុននឹងនៅពេលដែលស៊ើបឡើងសួរអ្នកចិត្តខាងផងអីផងបានដឹងរឿងអញ្ចឹងទៅធ្វើម៉េចតុក្កតាហ្នឹងយកបោះចោលឬមិនក៏សម្រេចចិត្តដោយសារវាជារបស់អនុស្សាវរីយ៍របស់អ្នកសិល្បៈដ៏ល្បីមួយអញ្ចឹងបើបោះចាស់ហាក់បីដូចជារៀងស្ដាយដែរទោះបីជាវាមានភាពព្រឹកក្នុងហ្នឹងចឹងក៏សម្រេចចិត្តយកទៅឲ្យសារមន្ទីរហ្នឹងដែលមានឈ្មោះថា Fort East Martello Museum ដែលនៅក្នុងរដ្ឋ Florida មកទល់រហងៃហ្នឹងហើយសំណួរសួរថាចុះរូបភាពដែលថ្មីហ្នឹងគឺថតមកពីណាគឺនៅក្នុងសារមន្ទីរហ្នឹងឯងនេះអញ្ចឹងបើសិនជាគេអត់យកទៅទុកនៅក្នុងសារមន្ទីរហ្នឹងទេនិយាយតាមត្រង់គឺអ្នកនរគ្នានឹងអត់បានឃើញរូបភាពទាំងអស់ហ្នឹងទេនឹងបានតែឃើញរូបភាពសខ្មៅដែលសពីជំនាន់មុននេះអញ្ចឹងជាមូលហេតុដែលឃើញរូបភាពបែប color ហើយច្បាស់អញ្ចឹងគឺដោយសារតែគេយកទៅទុកនៅក្នុងសារមន្ទីរមកទល់រាល់ថ្ងៃហ្នឹងអញ្ចឹងតាំងពីមិនសមាជិកថ្មីទៅនៅផ្ទះហ្នឹងមកហើយក៏ជួបរឿងរ៉ាវព្រឺព្រួយពីកូនក៏ស៊ើបសួរពីរឿងហ្នឹងក៏យករឿងហ្នឹងក៏យកតុក្កតាហ្នឹងទៅដាក់នៅក្នុងសារមន្ទីរហើយរាល់ថ្ងៃហ្នឹងវិនាទីហ្នឹងឥឡូវហ្នឹងនៅអាមេរិកប្រហែលជាពេលព្រឹកទេប្រហែលជាសារមន្ទីរគេបើកហើយអ្នកដែលនៅរដ្ឋ Florida អាចជិះឡានទៅឥឡូវហ្នឹងហ្មងទៅសារមន្ទីរហ្នឹងទិញសបុតចូលមើលតុក្កតាហ្នឹងភ្លាមហ្នឹងហ្មងបានវិនាទីហ្នឹងអាចទៅសារមន្ទីរហ្នឹងបានដោយសារតាមហ្នឹងគឺ Florida ដូចជាពេលព្រឹកឯតាមហ្នឹង check ម៉ោងសិនអូខេម៉ោង11ថ្ងៃត្រង់អញ្ចឹងវាជាពេលមួយដែលសមស្របគឺថាគេបើកទ្វារឲ្យស្មាននេះអាចចូលទៅមើលតុក្កតានឹងបានដោយខ្លួនឯងសម្រាប់អ្នកដែលនៅអាមេរិកនៅរដ្ឋ Florida ណាឬក៏អ្នកដែលនៅអាមេរិកប្រទេសលេងរដ្ឋ Florida ចែកដន្យមើលវីដេអូនឹងទៀតចូលទៅមើលបានយ៉ាងហើយណាក៏យើងដឹងទៅប្រវត្តិតុក្កតានឹងបើសិនជាអ្នកនរគ្នាអត់ដឹងពីប្រវត្តិតុក្កតានឹងអាចចូលទៅមើលអត់ចាប់អារម្មណ៍ថាគាត់ជាតុក្កតាមួយដែលចាស់បុរាណគេទុកចោលតែប៉ុន្តែវាមានរឿងរបស់វាអូខេហើយយើងទៅមើលទីតាំងសារមន្ទីរហ្នឹងថាតើនៅណាខ្ញុំបង្ហាញទីតាំងសារមន្ទីរបន្តិចអូerror ទេចាំផ្លែត error អូខេនេះគឺជាទីតាំងសារមន្ទីរយើងចូលទៅហើយយើងចូលទៅក្នុងនេះយើងតម្លាក់មនុស្សចូលទៅយ៉ាងហើយណាយើងចាត់ទុកថាយើងកំពុងជិះឡានកាត់ណានេះគឺអាគារចាស់មួយហ្នឹងដែលមានពណ៌ថ្នោតនេះគឺជាសារមន្ទីរដែលតុកតាហ្នឹងហើយផ្លូវថ្នល់ស្អាតមែនតើនៅខាងស្ដាំដៃគឺមានសមុទ្រយំទីតាំងហ្នឹងល្អខ្លាំងហ្មងហើយបើតាមគេប្រាប់ទីតាំងហ្នឹងគឺនៅចិត្ត airport ទៀតបើតាមដឹងណាចិត្ត airport មែនអត់នេះ airport នេះពលិយន្តហោះអញ្ចឹងអ្នកដែលឆ្លងកាត់រដ្ឋ Florida អាចចុះមកមើលឆ្លៀតមើលបានអូខេបិទវិញអញ្ចឹងតើតើនឹងតុក្កតានឹងដែរក៏ឆ្លៀតមានរឿងដែរហួសចិត្តចម្លែកនឹងហួសចិត្តបន្ទាប់ពីទៅនៅក្នុងសារមន្ទីរនឹងហើយប៉ុន្តែអត់ confirm ថាវាប៉ិតឬអត់ប៉ិតទេណាអ្នកនរអាចយកទៅគិតខ្លួនឯងបានប៉ុន្តែគ្រាន់តែថានៅពេលអានឯកសារទៅវាមានចំណុចហ្នឹងក៏យកមកឲ្យអ្នកនរស្វែងយល់ទៅគឺអញ្ចឹងអ្នកដែលចូលទៅមើលតុក្កតាហ្នឹងជាភ្ញៀវទូទៅដែលចូលសារមន្ទីរហ្នឹងហើយទៅមើលតុក្កតាហ្នឹងអ្នកខ្លះគេប្រាប់ថានៅពេលដែលសម្លឹងមើលតុក្កតាយូរទៅស្រាប់តែវាមានចំណុចមួយវិនាទីពេលខ្លះអាចវាមកឈឹបហ្នឹងតុក្កតាហ្នឹងបដូរទឹកមុខហើយក៏ខ្លាយជាទឹកមុខដើមវិញមិនដឹងថាជាការសម័យរបស់មនុស្សពេកឬក៏វាមានអីចម្លែកមែនអត់ដឹងដូចគ្នាអ្នកខ្លះដល់ថ្នាក់ប្រាប់ថាបន្ទាប់ពីមើលតុក្កតានៅក្នុងសារមន្ទីរនឹងហើយចេញមកវិញគឺសោយខ្លាំងហ្មងមានអ្នកអញ្ចឹងទេមិនដឹងថាជារឿងចៃដន្យឬក៏អីនឹងជាការគិតរបស់គាត់ខ្លួនឯងធ្ងន់ធ្ងរដល់ថ្នាក់ផ្ញើសបុតមកសារមន្ទីរនឹងបន្ទាប់ពីមើលហើយហោះទៅសុកខ្លួនឯងបាត់ឬក៏ទៅរត់ខ្លួនឯងបាត់ផ្ញើសារមកសារមន្ទីរនឹងថា
សុំទោសផងសុំទោសតុក្កតាហ្នឹងហើយក៏សុំទោសម្ចាស់ស្រាមទីដែលខ្ញុំបានចូលទៅបំពេញតុក្កតាហ្នឹងដោយទៅថតរូបអត់សុំការអនុញ្ញាតអីផ្ដេសផ្ដាស់ទៅតេះដៀទៅអីណាខ្ញុំមានអារម្មណ៍ថាដូចមាននរណាមកតាមខ្ញុំអីចឹងទៅមានដល់ថ្នាក់ហ្នឹងទៀតតែយ៉ាងណាក៏ដោយនេះគ្រាន់តែជាចំណុចមួយដែលខ្ញុំលើកមកតាមរយៈដែលគេបានបញ្ជាក់នៅក្នុងឯកសារហើយសួរថាពិតឬមិនពិតឬក៏វាជាការនិយាយផ្ដេសផ្ដាស់របស់អ្នកទស្សនាក៏យើងអត់ដឹងដូចគ្នាសំណួរសួរថាអូខេបើសិនជាអញ្ចឹងចុះតុក្កតាហ្នឹងហេតុអីបានវាមានរឿងចម្លែកកាត់ឡើងអញ្ចឹងមិញដឹងថាវាជាតុក្កតាមួយដែលផលិតនៅអាល្លឺម៉ង់វាជាតុក្កតាមួយដែលអ្នកបម្រើយកមកជាកាដូជូនឲ្យក្មេងម្នាក់ដែលឈ្មោះថា Robert នៅក្នុងផ្ទះហ្នឹងហើយវាមានហេតុផលអីច្បាស់លាស់អត់តាមពាក្យចចាមបារាមឬក៏តាមទ្រឹស្ដីដែលអត់មានអីយកមកបញ្ជាក់ច្បាស់លាស់ឬក៏អង់គ្លេសហៅថា conspiracy theory គេបានจะបញ្ជាក់ពីចំណុចធំទី1គេថាបើយើងមើលទៅអ្នកបម្រើម្នាក់ហ្នឹងគឺគាត់ជាជនជាតិមួយដែលមិនមែនជាជនជាតិអាមេរិកគាត់គឺជាជនជាតិបាម៉ានដែលមានសាច់ឈាមជាជនជាតិស្បែកខ្មៅហើយគាត់ជាមនុស្សម្នាក់ដែលចេះពិធីធ្មប់ដែលអង់គ្លេសហៅថា voodoo ឬក៏ហៅថាមុនខ្មៅឬក៏ black magic បានខឹងនៅម្ចាស់ខ្លួនឯងក៏បានយកអំពើហ្នឹងទៅដាក់នៅក្នុងតុក្កតាហ្នឹងហើយយកតុក្កតាទៅឲ្យកូនដើម្បីគិតថាអាចជាការសងសឹកដល់ម្ចាស់ផ្ទះមួយហ្នឹងដែលធ្លាប់ធ្វើបាបខ្លួននេះគឺជា conspiracy theory ឬក៏ជាការសន្និដ្ឋានបែបអត់មានផុសតាងច្បាស់លាស់តែជាការលើកឡើងដោយគេសង្ស័យថាអញ្ចឹងមានមតិមួយទៀតគេនិយាយថាតាមពិតទៅតុក្កតាហ្នឹងមិនមែនរបស់អ្នកបម្រើទេមិនមែនទេតែជារបស់តារបស់ Robert ជារបស់លោកតារបស់ Robert ដែលគាត់បានទៅលេងអាល្លឺម៉ង់ហើយគាត់ក៏បានយកតុក្កតាហ្នឹងពីអាល្លឺម៉ង់មកឲ្យ Robert ហើយគេក៏មិនដឹងថាតុក្កតាហ្នឹងឆ្លងកាត់អីគេខ្លះនៅពេលដែលនៅអាល្លឺម៉ង់ហ្នឹងនេះគឺជាការសន្និដ្ឋានបែបពីរផ្សេងគ្នាបែប conspiracy theory អូខេចុះមានអីទៀតទេអស់ហើយគឺត្រឹមហ្នឹងចុងបញ្ចប់គឺបង្ហាញរូបកាសែតមួយឲ្យអ្នកនរគ្នាមើលនេះគឺជាកាសែតដែលចុះនៅពេលដែលម្ចាស់របស់តុក្កតាហ្នឹងបានលាចាកលោកនៅឆ្នាំ74គាត់ឈ្មោះ Robert ដូចគ្នាគាត់ជាវិចិត្រករគឺគេចុះកាសែតពីគាត់ជំនាន់ហ្នឹងដែលថាគាត់ជាម្ចាស់តុក្កតាដ៏ព្រឺព្រួយហ្នឹងបានលាចាកលោកបាត់ទៅហើយគ្រួសារថ្មីក៏បានមកទិញផ្ទះហ្នឹងហើយក៏យកតុក្កតាហ្នឹងទៅបរិច្ចាគឲ្យខាងស្រាមទីអញ្ចឹងដូចខ្ញុំបានប្រាប់អញ្ចឹងរឿងហ្នឹងគឺអត់វែងទេហើយក៏អត់សូវខ្លាចដែរតែគាត់ថាមិនណោះយ៉ាងហើយណាក៏ខ្ញុំគិតថាអ្នកនរគ្នាស្ដាប់បែបរីករាយមិនស្ដាប់គ្រាន់ថាស្ដាប់ទៅព្រឺព្រួយអត់ហ៊ានទៅបន្ទប់ទឹកអត់ហ៊ានចូលគេងអត់ហ៊ានទៅបិទភ្លើងមិនដល់ថ្នាក់ហ្នឹងឯងយ៉ាងហើយណាក៏យើងបានដឹងថាអូខេដឹងទៅក៏សប្បាយដែរតែវាយ៉ាងហើយណាក៏បានដឹងសាច់រឿងយ៉ាងហើយណាក៏បានដឹងថាតែប៉ុន្តែរឿងព្រឺព្រួយតែតុក្កតាមិនមានតែ Annabelle ណាមិនមានតែតុក្កតារបស់ជប៉ុនណាក៏មានតុក្កតាមួយដែលឈ្មោះ Robert ដែរតាហើយបើសិនជាអ្នកនរគ្នាចង់ស្រាវជ្រាវថែមទៀតអ្នកនរគ្នាអាចទៅមើលភាពយន្តឯកសារបានឬក៏ទៅអានសភៅមួយចំនួនដែលគេសរសេរដែរតែរៀងវែងតិចតែបើខ្ញុំរៀបរាប់ហ្នឹងគឺរៀបរាប់ចំណុចសំខាន់អស់ហើយក្រៅពីហ្នឹងគឺសល់ចំណុចទុយដែរតែมันមានអីដែលចាប់អារម្មណ៍អូខេបងប្អូនអញ្ចឹងរឿងរបស់យើងហ្នឹងគឺចប់ត្រឹមតែប៉ុណ្ណឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងខ្ញុំមានការប្រកាសសួរសំណួរដើម្បីយករង្វាន់ giveaway ពី Mekonet បង្ហាញម្ដងទៀតក៏សម្រាប់អ្នកដែលមកក្រោយអត់ដឹងយើងមាន giveaway មកកញ្ចប់ធំក្នុងហ្នឹងគឺមានកាបូបបណ្ណាណីហើយនៅតុករូបថតអីទៀតក្នុងមានកាបូបបណ្ណាណីនេះយកទៅ camping ក៏បានយកទៅបោះជំរំក៏បានយកទៅចុះខេត្តក៏បានចិត្តចូលឆ្នាំត្រូវទៅសុកណាត្រូវដាក់កៅអៅទៅអត់ត្រូវម៉ាច់បានខ្នើយមួយទៀតតុនល្មើយដោយសារនច្ចកម្មហើយមួយទៀតចុងក្រោយគឺកដងទឹកដែលមានគុណភាពខ្ពស់ដាក់ទឹកក្តៅទឹកត្រជាក់បានយូរខ្លាំងខ្ញុំបានសាកដាក់ទឹកកក24ម៉ោងគឺលើ24ម៉ោងអត់ទាន់លេទឹកកកទៀតវាមិនអត់លេស្រស់មកសោះហ្មងទេវាយ៉ាងណាក៏មានទឹកកកនៅក្នុងនោះដែរនៅភាពត្រជាក់វានៅមានដែរអូខេអញ្ចឹងដើម្បីបានរង្វាន់ហ្នឹងត្រូវធ្វើម៉េចខ្ញុំមានសំណួរសួរសំណួរខ្លីអ្នកគ្នាឆ្លើយទៅឆ្លើយនៅក្នុង comment ហ្នឹងណាឆ្លើយចោលទៅឆ្លើយចោលតែតើត្រូវដែរណាមិនឆ្លើយទៅពីហើយទៅអត់ត្រូវណាអ្នកឆ្លើយទៅពីអត់ត្រូវក៏អត់សងឈ្មោះនឹងមកដែរយើងនឹងយកឈ្មោះដែលអ្នកឆ្លើយហ្នឹងដែលឆ្លើយត្រូវហ្នឹងយកមកចាប់ទុកមួយដុំដើម្បីធ្វើ lucky draw តាមរយៈម៉ាស៊ីនអូតូម៉ាទិកនៅទឹកក្រោយហើយប្រកាសភ្លាមផ្ទាល់អត់មានលំអៀងអត់មានអីទេអ្នកស្គាល់គ្នាឬក៏អ្នកទៅមើល live លើកទី1អ្នកទៅស្គាល់ព្រៃរឿងលើកទី1ចែកដល់បានមកឆ្លើយមកអីក៏មានឱកាសឆ្នះដូចគ្នាអូខេអញ្ចឹងសំណួរសួរថាសំផឹកទឹកសិនត្រៀមឆ្លើយម្នាក់ឆ្លើយបានតែម្ដងណាទោះបីឆ្លើយ2ដងក៏អត់យកឈ្មោះតដែរនឹងមកដែរអត់អីសំណួរសួរថាក្នុងវិនាទីនេះនៅពេលនេះស្អែកខាងស្អែកក៏ដោយអីក៏ដោយអាទិត្យក្រោយក៏ដោយអីក៏ដោយ
បើសិនជាយើងភ្ជាប់អ៊ីនធឺណិតមេកុងណេត12ខែតើនឹងទទួលបាន free ប៉ុន្មានខែចប់សួរតែប៉ុណ្្នឹងឯងចប់សំណួរឆ្លើយទាំងអស់គ្នាឆ្លើយឥឡូវហ្នឹងក៏បានចាំចាប់ live ឆ្លើយក៏បានខាន់ស្អែកឆ្លើយក៏បានឲ្យតែនៅក្នុង live មួយហ្នឹងខាន់ស្អែកមួយទៀតឆ្លើយក៏បានធ្វើម៉េចក៏បានតែផុតអាទិត្យក្រោយមួយហ្នឹងដោយសារនៅពេលដែលអាទិត្យក្រោយខ្ញុំមកជម្រាបជូនដល់អ្នកនរគ្នាហ្នឹងមករកអ្នកឈ្នះហ្នឹងគឺយើងឈប់សងទិន្នន័យឯងក្នុងវីដេអូហ្នឹងក៏បានឬក៏វីដេអូដែលត្រូវកាត់ស្អែកយកមកឲ្យខ្លីជាងមុនក៏បានតែ2វីដេអូហ្នឹងឯងនៅក្នុង YouTube យើងនឹងជ្រើសរើសចំនួន5នាក់ជ្រើសរើសចំនួន5នាក់ដើម្បីឈ្នះកាដូមួយហ្នឹងដោយឥតគិតថ្លៃតែសូមបញ្ជាក់ដែរអធិស្ឋានសម្រាប់អ្នកដែលនៅបរទេសជាពិសេសនៅអូស្ត្រាលីកូរ៉េអាមេរិកឬក៏នៅក្រៅប្រទេសពិបាកនឹងបញ្ជូនរបស់នឹងឲ្យទីដោយសារវានៅឆ្ងាយពេកហើយត្រូវឆ្លងប្រទេសឆ្លងអីផងពិបាកអធិស្ឋានគឺអាចផ្ដល់ជូនបានទេប៉ុន្តែអ្នកដែលនៅក្នុងប្រទេសកម្ពុជាមានឱកាសឈ្នះគ្រប់គ្នាអូខេអញ្ចឹងឆ្លើយទាំងអស់គ្នាមកឥឡូវក៏បានចាំញ៉ាំបាយហើយស្អែកចាំឆ្លើយក៏បានដែរអត់បញ្ញាប់ទេធ្វើម៉េចកុំឲ្យយូរពេកផុតអាទិត្យហ្នឹងចូលអាទិត្យក្រោយខ្ញុំអាច live ម្ដងទៀតទៅវាផុតអញ្ចឹងធ្វើម៉េចឲ្យបានអាទិត្យហ្នឹងទៅអូខេទាំងអស់គ្នាសូមបញ្ជាក់ឆ្លើយឲ្យត្រូវព្រោះកំពុងងាកទៅមកឆ្វាច់ហ្នឹងមានអ្នកខ្លះឆ្លើយខុសងាកមកឆ្វាច់ហ្នឹងឆ្លើយអ្នកខ្លះឆ្លើយខុសទៅស្ដាប់វីដេអូខ្ញុំលើកមុនម្ដងទៀតក៏បានដើមវីដេអូនៃវីដេអូនេះក៏បានខ្ញុំបានប្រាប់ឲ្យថាចម្លើយគឺអីគេអ្នកនរគ្នាទៅមើលម្ដងទៀតហើយឆ្លើយឬក៏មួយទៀតសួរហ្មងមិនបាច់មើលវីដេអូហ្នឹងក៏បានដែរទៅមើល page របស់មេកុងណេតហើយទៅមើល promotion របស់គេថាតើភ្ជាប់12ខែថែមប៉ុន្មានខែហើយយកមកឆ្លើយមកសួរទេសួរឆ្លើយចោលទៅបើសិនជាអត់បានក៏ចាត់ទុកថាអាទិត្យក្រោយមួយទៀតមានកាដូផ្សេងមួយទៀតមិនកាដូមកកញ្ចប់ហ្នឹងកាដូផ្សេងមួយទៀតអូខេទាំងអស់គ្នាអញ្ចឹងអរគុណម្ដងទៀតកុំភ្លេចជួយឆ្លើយសំណួរទាំងអស់គ្នាដើម្បីយករង្វាន់ពីមេកុងណេតទាំងអស់គ្នាដោយរដងសម្រាប់ពេលនេះសុបិនល្អនិងរាត្រីសួស្ដីគឺតដេកណារាត្រីសួស្ដីបាយ